អាសន្ននេះមិនដូចជារបស់អ្នកមិញទេបងស្រីស៊ូម៉ូអាបងស្រីស៊ូម៉ូអាបងយ៉ាងម៉េចហើយបងប្រុសខ្ញុំបងប្រុសរបស់ខ្ញុំសរសេរសម្បត្តិឲ្យខ្ញុំបងប្រុសខ្ញុំអត់ស្លាប់ទេបងប្រុសខ្ញុំមិនស្លាប់ទេភាសាណាបងប្រុសខ្ញុំនៅរស់ឯងដឹងទេខ្ញុំចេះតែយល់ថានៅលើโลกនេះខ្ញុំលែងមានសាច់ញាតិទៀតហើយតែមិននឹកស្មានថាទេវតាណិតដល់ខ្ញុំបងប្រុសខ្ញុំមិនទាន់ស្លាប់ទេខ្ញុំមិនមែននៅកំព្រាឯកោម្នាក់ឯងទៀតទេខ្ញុំមិនមែននៅម្នាក់ឯងទេអេម៉ែហើយបងស្រីបងចាំតាណាខ្ញុំត្រូវបងប្រុសខ្ញុំបងស្រីស៊ូម៉ូអានេះគឺជារាជវាំងបងមិននឹងអាចនិយាយចាញ់ទៅថាបានតាមចិត្តនោះមែនហើយមកខ្ញុំចាស់ស្បាយចិត្តឡើងល្ងើហើយមិននឹងអាចនិយាយថាទៅបានតាមចិត្តទេខ្ញុំត្រូវទៅរកបងប្រុសខ្ញុំត្រូវទៅរកបងប្រុសខ្ញុំនេះក្រោយអាចជួបគ្នាមិនដឹងថាពេលណានោះទេរបស់នេះតួនាងធ្វើជាអនុស្សាវរីយ៍ថែខ្លួនផងលោកយាយឡានឈប់សិនមុខរបស់ឯងកើតអីលោកយាយឡានប៉ុន្មានថ្ងៃនេះខ្ញុំហូបចំណីខុសតើបចេញស្នាមអុចក្រហមស្នាមអុចក្រហមហ៎អូស្នាមអុចក្រហមលោកយាយឡានទឹកចិត្តចាស់មិនមែនអាសន្នរោគទេអូអាសន្នរោគអាចឆ្លងបានលោកយាយឡានមិនមែនទេខ្ញុំមិនអាចឆ្លងទេនេះប្រកាសជាមិនមែនអាសន្នរោគទេលោកយាយឡាននៅទីនេះមើលគេបានល្អខ្ញុំទទួលអ្នកម្នាងធំសិនលោកយាយឡានអូយអាសន្នរោគអីអ្នកម្នាងធំប្រកាសជាអាសន្នរោគខ្ញុំម្ចាស់ឃើញផ្ទាល់ភ្នែកអ្នកម្នាងធំមនុស្សដែលឆ្លងជំងឺនេះមិនអាចទុកបានទេជំងឺមួយនេះវាអាចឆ្លងបានត្រូវតែឆាប់ដេញមេគ្រោះថ្នាក់នេះឲ្យចេញពីវាំងទៅមិនអញ្ចឹងទេបើព្រះអង្គជ្រាបខ្លាចតែព្រះអង្គនឹងមិនយាងមកដំណាក់ពួកយើងទៀតទេឲ្យគេចូលដំណាក់ត្រជាក់កុំឲ្យចេញមកក្រៅទៀតព្រះមេលោកយាយឡានទុកជីវិតខ្ញុំផងអូខេចូលទៅលោកយាយឡានលែងខ្ញុំទៅលោកយាយឡានលោកយាយឡានទុកជីវិតផងលោកយាយឡានលោកយាយឡានលោកយាយឡានដោះលែងខ្ញុំទៅដោះលែងខ្ញុំទៅលោកយាយឡាននេះចាំស្លាប់ទៅលោកយាយឡានលោកយាយឡានលែងខ្ញុំទៅលែងខ្ញុំទៅលោកយាយឡាន
ទៀតជាទៀនទៅខ្ញុំម្ចាស់ធ្វើនេះទាំងបង្ខំទេមិនទទួលបានការអនុញ្ញាតក៏ចេញពីវាំងដោយចិត្តឯងទុកចិត្តចុះចាំខ្ញុំរកបងប្រុសឃើញប្រកាសជាត្រឡប់មកវិញហើយសុំមកអា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 ម្ចាស់មីងអ្នកម្នាងខាងលិចអ្នកម្នាងខាងលិចទ្រង់មានការអីឲ្យខ្ញុំម្ចាស់ទទួលថ្វាយអ្នកម្នាងធំសិនទៅម្ចាស់មីងនៅកន្លែងណាចូលវាំងយូរយ៉ាងនេះហើយមិនក៏នៅគ្មានច្បាប់ទម្លាប់ទៀនម្ចាស់មីងស៊ូម៉ូអឺនៅកន្លែងណាម្ចាស់មីងយកគេទៅទុកនៅកន្លែងណាស៊ូម៉ូអឺឆ្លងជំងឺអាសន្នទ្រូងបានចាត់ការរួចរាល់ហើយស៊ូម៉ូអឺគឺខ្ញុំម្ចាស់នាំមកពីខេត្តអាស៊ីងទោះជាឆ្លងជំងឺអាសន្នទ្រូងក៏គួរតែឲ្យខ្ញុំម្ចាស់អ្នកចាត់ការពុកមុខពុកថៃឯងនៅពីមុខមីងយូរទៅកាន់តែគ្មានច្បាប់ទម្លាប់ហើយបែរជាហ៊ានព្រោះតែអ្នកបម្រើតូចតាចម្នាក់ប្រឆាំងនឹងមីងហ៎ម្ចាស់មីងនៅក្នុងផ្នែករបស់ឯងនៅមានមីងម្នាក់នេះទៀតទេម្ចាស់មីងក្នុងផ្នែករបស់ទ្រង់ស៊ូម៉ូអឺគ្រាន់តែជាអ្នកបម្រើតូចតាចម្នាក់តែនៅក្នុងផ្នែកខ្ញុំម្ចាស់គេជាសាច់ញាតិរបស់ខ្ញុំម្ចាស់បើសិនជាម្ចាស់មីងមិនសងស៊ូម៉ូអឺឲ្យខ្ញុំវិញខ្លាចតែខ្ញុំម្ចាស់នឹងពិបាករេងរៃគ្មានស្មារតីបម្រើព្រះអង្គទៀតទេរត់តែមិនអានប្រសូតបុត្រាដែលមានឈាមជ័រជាខើអសិងដែរឯងកំពុងគំរាមមីងហ៎បានអញ្ចឹងខ្ញុំប្រាប់ឯងចុះស៊ូម៉ូអឺស្លាប់ហើយត្រង់កោហោះបើស៊ូម៉ូអឺស្លាប់មែនមនុស្សនៅយាមគេមិនក៏មិនដឹងអញ្ចឹងប្រកាសជាត្រង់យកស៊ូម៉ូអឺទៅលាក់ទុកនៅកន្លែងណាហើយហេតុអីក៏មីងត្រូវយកគេទៅលាក់ទុករឿងមួយនេះខ្ញុំម្ចាស់មិនបញ្ចប់ត្រង់នេះទេខ្ញុំម្ចាស់ត្រូវទៅរកស៊ូម៉ូអឺឃើញអ្នកម្នាងខាងលិចនេះគ្មានច្បាប់ទម្លាប់ពេកហើយអ្នកម្នាងធំទ្រង់កុំខ្ញាល់អីក្នុងនេះប្រកាសជាមានបញ្ហាឆាប់នាំគ្នាទៅមើលស្រីចង្រៃស៊ូម៉ូអឺនោះយ៉ាងម៉េចហើយព្រះមេព្រះអង្គម្ចាស់យើងទៅក្រៅធ្វើការហើយមិនទាន់យើងមកវិញទេខ្ញុំជាអ្នកមនារបស់ព្រះអង្គម្ចាស់លោកមានការអីមែនទេអ្នកមនាងលោករកព្រះអង្គម្ចាស់មានការអីអាចនិយាយជាមួយខ្ញុំបានអូគឺអញ្ចេះទេទូបង្គំមានសំណាងពេលនៅខើអស៊ីងបានចូលវាំងជាមួយព្រះអង្គម្ចាស់ទី14ពេលនេះខ្ញុំមានការសំខាន់ត្រូវទៅឆាហឮថាព្រះអង្គម្ចាស់ត្រូវទៅសមរភូមិទូបង្គំចង់ធ្វើជាកូនចៅតូចតាចនៅក្បែរព្រះអង្គម្ចាស់ទៅឆាហជាមួយទ្រង់ខ្ញុំគ្រាន់តែចង់ដឹងថានាងជាមនុស្សស្រីម្នាក់ស្រីតែងជាប្រុសលឹបលោមកដល់ដំណាក់ព្រះអង្គម្ចាស់ទី14នៅទៅសមរភូមិនិយាយទៅការពិតជាអ្នកណាឈប់សិនចាក់ខាតានចាប់គេទៅអូអ្នកម្នាងទ្រង់យល់ច្រឡំហើយអ្នកនាងម្នាក់នេះពិតជាស្គាល់ព្រះអង្គម្ចាស់ទី14ពិតមែនអូអ្នកនាងដាច់ខាតកុំបន្ទោសអ្នកម្នាងអីអ្នកម្នាងធ្វើនេះក៏ព្រោះតែគិតដល់ព្រះម្ចាស់ទី14ដែរខ្លាចមានមនុស្សមានបំណងអាក្រក់បន្លំចូលធ្វើរឿងអីមិនល្អអូអ្នកនាងមិនចឹងអង្គុយសិនទៅមិនដឹងថាព្រះម្ចាស់ពេលណាយាងមកវិញទេកុំអីអរគុណហើយខ្ញុំនៅមានការទៀតខ្ញុំទៅមុនហើយអូ
អស់មែនហើយសូមលោកកំទូលព្រះអង្គម្ចាស់ទី14ថាខ្ញុំមករកត្រង់អីគេជាអ្នកណាអូគេគឺអ្នកនាងស៊ូមអឺគេគឺស៊ូមអឺម្នាក់ដែលព្រះអង្គម្ចាស់មិនអាចបំភ្លេចបាននោះហេព្រះម្ចាស់ទ្រង់យាងមកវិញហើយព្រះម្ចាស់សង្គ្រាមឆាហអឺលើកនេះគ្រោះថ្នាក់ណាស់ទ្រង់នឹងព្រះម្ចាស់ទី15ត្រូវតែយើងទៅដោយប្រយ័ត្នអាចទុកចិត្តចុះខ្ញុំនឹងម្ចាស់ប្អូនមកពិភាក្សាគ្នារួចហើយពិតមែនតែគ្មានសង្ឃឹមណាស់ណាប៉ុន្តែកងទ័ពទាំងអស់សុទ្ធតែអង្គអាចជឿថាប្រកាសជាមកវិញដោយជោគជ័យម្យ៉ាងទៀតកិច្ចការពួកយើងជាអ្នកធ្វើដោយខ្លីដែរអញ្ចឹងកាលនោះខ្ញុំស្មានតែបាត់វារហូតទៅហើយតែពេលនេះខ្លីដីនេះត្រឡប់មកនៅក្នុងដៃខ្ញុំវិញហើយឬក៏នេះគឺជាវត្ថុដែលទ្រង់សន្យានឹងនាងស៊ូមអឺថាជួយរកឯនោះមិនខុសទេជឿថាស៊ូមអឺបានឃើញខ្លីនេះប្រកាសជាសប្បាយចិត្តគ្រាន់តែកន្លងហួស3ឆ្នាំខ្ញុំមិនដឹងថាគេចង់ជួបខ្ញុំឬក៏អត់ទេទុកប្រទេសចុះអ្នកនាងស៊ូមអឺប្រកាសជាចង់អមាញ់មិញបានមកដល់ទីនេះទៀតផងថាម៉េចមុននេះស៊ូមអឺមកទីនេះគេនៅណាគេបញ្ញាទៅវិញហើយនៅផ្ដាំទូលបង្គំថាកុំឲ្យទូលថ្វាយទ្រង់ថាគេមករកអីព្រះម្ចាស់ពេលនេះទ្រង់ទៅតាមគួរតែទៅទាន់ពេលគឺ3ឆ្នាំហើយបងរកវា3ឆ្នាំហើយទីបំផុតរកឃើញហើយ3ឆ្នាំហើយសុខសប្បាយទេសុខណាស់ចាស់ខើតានប្រាប់បងថាអូនមកសំណាក់បងអូនប្រកាសជាមានរឿងអីមែនទេព្រះអង្គម្ចាស់ព្រះរាជទានទោខ្ញុំម្ចាស់តែរកទាំងអញ្ចឹងសង្ឃឹមថាមិនរំខានដល់ទ្រង់ជាមួយនឹងអ្នកម្នាងរបស់ទ្រង់ទេថាម៉េចរត់បាត់ហើយហ៎ព្រះមេកន្លែងនៅមិនបានជួសជុលច្រើនឆ្នាំយាមមិនតឹងតែងទៅរត់បានអ្នកម្នាងបើសិនស្រីម្នាក់នេះជំងឺរើឡើងស្លាប់នៅក្រៅវាំងបែបនេះប្រសើរណាស់គ្មានអ្វីបារម្ភទេតែបើសិនគ្មានតែបើសិនទេស្នំឯកនៅដំណាក់ខាងក្រោយសុទ្ធតែចាំមើលសោចំអកឲ្យខ្ញុំកន្លែងខ្ញុំបែរជាមានភីលៀងរត់បានឲ្យតែដំណឹងនេះផ្សព្វផ្សាយចេញទៅប្រកាសជាមានមនុស្សថាខ្ញុំគ្រប់គ្រងមិនបានល្អបើបែបនេះមែនមុខមាត់ខ្ញុំនៅដំណាក់ក្រោយយកទៅទុកនៅកន្លែងណាទៀតអញ្ចឹងខ្ញុំម្ចាស់ទៅចាត់ចែងគ្រប់កន្លែងមិនឲ្យរឿងនេះផ្សព្វផ្សាយចេញទេឈប់សិនអ្នកផ្សេងស្រួលនិយាយគ្នាទេគឺក្មួយស្រីខ្ញុំម្នាក់នោះគេព្រោះតែស៊ូមអឺប្រហែលជាអាចទទួលថ្វាយដល់ព្រះអង្គគេនោះទុកឲ្យខ្ញុំទៅដោយផ្ទាល់ចុះអូនទៅរកសិលមុខស៊ូមអឺអូនមិនអាចផ្ដាស់ទេលើនេះរវាងតាជីងនិងឆាអឺសង្គ្រាមមិនមែនតូចទេបងមិនអាចនាំអូនទៅសមរភូមិបថុយគ្រោះថ្នាក់ទេព្រោះតែបែបនេះហើយតើខ្ញុំម្ចាស់ត្រូវតែព្រះអង្គម្ចាស់ជ្រាបច្បាស់ពីដើមមកខ្ញុំម្ចាស់យល់ថាបងប្រុសស្លាប់ហើយ
តែខ្ញុំម្ចាស់មិនស្មានថាគាត់បែរជានៅរស់ខ្ញុំម្ចាស់ទទួលបានសម្បត្តិរបស់គាត់ថាគាត់ចង់ចូលសមរភូមិជាមួយកងទ័ពខ្ញុំម្ចាស់មិនអាចអស់ឱកាសនេះកន្លងហួសទេខ្ញុំម្ចាស់ត្រូវតែប្រញាប់ទៅជួបជាមួយបងប្រុសសុំអើបងយល់ពីអារម្មណ៍អូនយល់អងចេះចុះបងជួយទៅរកបងប្រុសអូនបងនឹងនាំគាត់មកដោយសុវត្ថិភាពបានទេព្រះអង្គម្ចាស់អរព្រះគុណបំណងល្អនេះពួកយើងសុទ្ធតែយល់លើកនេះសង្គ្រាមផ្លាស់ប្ដូរតាចេញនិងឆាហាអើស្ថានភាពប្រកបជាគ្រោះថ្នាក់ណាស់ខ្ញុំម្ចាស់ពិតជាបារម្ភបងប្រុសគ្រោះច្រើនជាងលៀបបើសិនជាលើកនេះបងប្រុសពិតជាមានរឿងអីកើតឡើងនោះប្រហែលជាពួកយើងទាំងពីរនាក់ជួបគ្នាជាលើកចុងក្រោយហើយខ្ញុំម្ចាស់ត្រូវតែទៅរកគាត់មិនអីទេព្រះអង្គម្ចាស់ប្រហែលជាសំណូមពររបស់ខ្ញុំម្ចាស់បែបនេះផ្ដេសផ្ដាស់ពេកហើយឲ្យត្រង់ពិបាកហើយអញ្ចឹងបានខ្ញុំម្ចាស់រកវិធីខ្លួនឯងហើយបានហើយបងយល់ព្រមនាំមុនទៅសមរភូមិតែត្រូវសន្យានឹងបងនៅសមរភូមិស្ដាប់តាមបងរៀបចំមិនឲ្យធ្វើតាមចិត្តខ្ញុំម្ចាស់អរព្រះគុណព្រះអង្គម្ចាស់អ្នកម្នាងមិនសើចអីបែបនេះប្រកាយមិនអាចទ្រាំបានទេណាយកល្អត្រង់សើចបបបន្តិចទៅអ្នកម្នាងនាំគ្នាចេញអស់ទៅព្រះម៉ែឯងដេកនៅលើគ្រែរឹងរូសឲ្យអ្នកណាមើលអ្នកម្នាងខាងលិចស៊ូមូអឺគេបានឈប់នាំគ្នានិយាយកុហកទៅខ្ញុំសើបរួចហើយមួយរយៈនេះអត់មានភីលៀងស្លាប់ដោយសារជំងឺឬក៏ត្រង់ពីនៃដល់ស្លាប់ទេម្ចាស់មីងសងស៊ូមូអឺឲ្យខ្ញុំម្ចាស់វិញមកបើសិនជាស៊ូមូអឺមិនមកវិញមួយថ្ងៃខ្ញុំម្ចាស់នឹងមិនហូបអាហារទេឯងអាចមិនហូបបន្ថឹងក៏អាចមិនយកការសពតិរបស់ព្រះអង្គទុកនៅក្នុងចិនប៉ុន្តែមីងរំលឹកឯងគិតមើលថ្ងៃក្រោយឯងរស់នៅក្នុងវាំងរស់នៅយ៉ាងម៉េចគិតមើលអនាគតព្រះនាងតូចពេលឯងគិតច្បាស់ហើយចាំមករកមីងព្រះអង្គតបធំបានត្រៀមលក្ខណៈហើយមិនដឹងថាព្រះអង្គឲ្យទូលបង្គំមកមានការអីទេម្ចាស់ប្អូនទាំងពីរនៅលើវាលខ្សាច់ច្រើនឆ្នាំយ៉ាងនេះសាងគុណសម្បត្តិមើលទៅលើកនេះក៏អាចឆាប់ដេញសត្រូវទៅមកវិញដោយជោគជ័យទូលបង្គំទទួលរាជបញ្ជាលើកនេះឲ្យហៅកើធ្វើជាសេនាប្រមុខរងដែរទៅវឹកហាត់ជាមួយនឹងទើហៅកើក្រាបទូលគ្រប់រឿងទាំងអស់ត្រូវស្ដាប់តាមម្ចាស់ពុះទី14រៀបចំតើយល់ទេបទទទួលរាជបញ្ជារិសនសាស៊ូឡាមូលើកនេះក៏តាមមេតបគ្រប់គ្នាមកដល់ជួរមុខដែរព្រះអង្គព្រះសន្និសាក្លាហានណាទូលបង្គំលើថាអាចច្រៀងអាចរាំគ្រាន់តែមិនដឹងថាពេលច្បាំងគ្នាអាចទៅរួចឬក៏អត់ទេព្រះរាជសន្និសានទទួលកសបតីពីព្រះនាងអញ្ចឹងប្រកាសជាមានកន្លែងពិសេសរបស់គេហើយមេតបគ្រប់គ្នាសរសើរហើយព្រះអង្គទូលបង្គំមានវិធីល្អមួយគឺ
មនុស្សឆាហាមានសមត្ថភាពច្រើនមិនខ្វះវិធីល្អរបស់ឯងមួយនោះទេលើកនេះឯងបានជាមកហើយនៅចុះហ៎ចាំតបធំជោគជ័យក៏មិនខ្វះគុណសម្បត្តិរបស់ឯងដែរហ៎ធ្វើបែបនេះឈីមុកក៏សប្បាយចិត្តជួឯងដែរហ៎សមរភូមិនេះឯងមិនចាំបាច់ទៅទេហ៎ប៉ុន្តែព្រះអង្គទូលបង្គំជាកងទ័ពឆាហឺមិនអាចអង្គុយស្ងៀមបានទេបានជាឯងចង់ធ្វើអីបន្តិចអញ្ចឹងចេះចុះរៀបចំក្រោលសេះឲ្យបានស្អាតទៅម៉ែណែរិទ្ធសន្និសាសម្បត្តិក្រោលសេះជាស័ក្តិសមណាស់ព្រះសន្និសាព្រះនាងធំរងចាំទៅវិញដោយសុខសប្បាយបម្រើត្រូវឲ្យបានល្អទៅអាយ៉ានៅស្មានតែប្រេសនសាមេតណាខ្ពងខ្ពស់មកដល់ទីនេះនៅត្រូវសម្បត្តិលេមកសេះតដាល់ណ៎តែប្រកាសហើយក្រែប្រកាយលោកមនុស្សស្រីសប្បាយចិត្តអីតើមានអ្វីអស្ចារ្យទៅតើរិសសាឲ្យទុំបង្គំគុំទៅប្រកាន់ជាមួយពួកអរុសមត្ថភាពត្រង់ពួកគេគឺមិនបានខូចទេប៉ុន្តែក្នុងចិត្តនោះឆាហាដល់ច្បាស់ណាស់សង្គ្រាមនេះត្រង់ប្រកាសជាអាចសាងគុណសម្បត្តិបាននិយាយបានល្អចាំពេលខ្ញុំសាងគុណសម្បត្តិប្រកាសជាមិនពេកលោកទេអរប្រគុណព្រះរាជសន្និសាហើយនៅលោកហើយខ្ញុំសឺលមុខប្រកាសជានៅឆាហឺមានកន្លែងឈរជើងរបស់ខ្ញុំម្ចាស់បងបានជាពួកយើងមកដល់សមរភូមិហើយគួរតែគ្មានអីត្រូវខ្លាចទើបត្រូវកងទ័ពរបស់ឆាហាគឺពិតមែនតែពូកែតែអ្នកប្រយុទ្ធជាមួយនឹងតាជីនពួកយើងក៏មិនមែនងាយឲ្យធ្វើបាបដែរអញ្ចឹងចុះម្ចាស់បងឲ្យទ័ពពូកែខ្ញុំមួយក្រុមខ្ញុំវាយឆ្មក់ទាំងយប់មិនចាំបាច់ត្រៀមទេខ្ញុំត្រូវតែយកក្បាលលីងតានហាននោះមកឲ្យម្ចាស់បងធ្វើសង្គ្រាមមិនអាចឆេវឆាវទេកងទ័ពឆាបងធ្លាប់ប្រកួតជាមួយច្រើនដងដែរពួកគេវឹកហាត់មានកម្រិតមិនអាចមើលស្រាលទេរឿងប៉ះរឿងប្រកាសជាមិនបានបើចង់យកឈ្នះត្រូវប្រើប្រាជ្ញាចាំបងមុននេះបងថាប្រើប្រាជ្ញាអញ្ចឹងពួកយើងគឺគួរតែប្រើប្រាជ្ញាយ៉ាងម៉េចទៅលីងតាហានដឹកនាំទ័ពខ្លាំងពូកែក្នុងភ្នែកគេគ្មាននរណាទេប៉ុន្តែគេក្លាហានងាប់កាឡាមិនចេះប្រាល្បិចលើកនេះឯងត្រូវចូលទៅពីមុខគោលបំណងគឺធ្វើលីងតាហានខឹងបញ្ឆោតគេចេញមកពួកឯងឆ្លៀតឱកាសឡោមព័ទ្ធផ្ដាច់ផ្លូវក្រោយវិធីមួយនេះល្អណាស់លើកនេះគឺពួកយើងប្រើវិធីចាប់អណ្ដែតនៅក្នុងស្រុកមែនក្នុងស្រុកអត់ទេអណ្ដែតក្នុងស្រុកលេងតានហានរងមកធ្វើសង្គ្រាមមែនទេហេតុអីក៏ដូចជាអណ្ដែតនៅក្នុងស្នុំចឹងមិនហ៊ានលេចមុខមករហូតព្រះប្រោះបែរជាហ៊ានប្រមាថព្រះអង្គពួកយើងថ្ងៃនេះណាយីសុំខ្ញុំត្រូវប្រុសស្លាប់រស់ជាមួយនឹងពួកឯងហើយឲ្យពួកឯងមើលទៅមុខគេខ្លះទៅបានឯងត្រូវតែគិតឲ្យបានច្បាស់បដូរស្លាប់ជាមួយនឹងតាជីងយើងគឺមានតែផ្លូវស្លាប់ទេមានតែផ្លូវស្លាប់ទេយើងថាមានក្បាច់អីឆាប់បញ្ចេញមកយើងចង់ឲ្យពួកឯងនឹងបានដឹងកូនចៅឆាហាពួកយើងមិនមែនងាយឲ្យពួកឯងធ្វើបាបទេពួកត្រង់នោះឲ្យតែចោះចាញ់តាមសម្រួលព្រះអង្គពួកយើងដាច់ខាតគឺមិនឲ្យត្រង់ពិបាកទេយ៉ាងណាក៏អ្នកមនាងធំរបស់ឆាហាត្រង់គឺជាក្មួយស្រីអ្នកមនាងធំពួកយើងដែរឲ្យតែត្រង់នាំគ្នាយកនឹងវាយថ្វាយទៅថ្វាយរាល់ឆ្នាំព្រះអង្គពួកយើងគឺប្រកាសជាទុកជីវិតគ្មានតម្លៃនេះឲ្យកុំយល់ច្រើនបងប្អូនឆាហាទាំងអស់សម្លាប់ការពារប្រង
Nasib Prong Yêu Yêu Tớ khôn Aiប្រើលេងល្បិចហើយជឿក្លាហានអីទៅ ពាក្យចាស់បាននិយាយជឿថាទ្រង់ប្រកាសจะស្ដាប់ឮហៅថាតបមិនស្អប់ល្បិចចងអត់មានរឿយមានរឿយអូទៅខួនឯងចង់ជួយទៅតាមឈប់ចាប់បងអរគុណអ្នកក្លាហានបានជួយនិយាយទៅចង់បានរង្វាន់អីយើងនឹងបំពេញបំណងឲ្យស៊ឺឡមួយមិនតាមដល់គ្នានៅតែបុត្រីរបស់យើងឈីមួភ្នែកល្អតែនៅថ្ងៃនេះស៊ឺឡមួយជួយយើងពីក្នុងដីរបស់ពួកចោលតាជីងនោះមកបានដូច្នេះយើងសម្រេចថាពីពេលនេះទៅស៊ឺឡមួយមិនត្រឹមតែជាបុត្រសន្និសាក៏ជាអ្នកក្លាហានរបស់ឆាហាអឺដែររីសនិសាអាចារ្យសុំទោសផងខ្ញុំមើលរំលងមនុស្សល្អខ្ញុំរវល់ខ្វល់មនុស្សចោលសៀតពេលនេះលែងមានទៀតលែងតជាតិគេទៅណាទៅ